bà dù đi xua bộ mai bom ổn đó này bà ngày ní dương mực phanh vô ông pi chồng ngư bể đốn ta dương trời tòm là bộ ở vậy khla bộ hà vậy khla đầm bay cầm ai chồng ngư nó hủy vótឬក៏ធ្វើទុកធ្ងន់ធ្ងរបាទចំពោះមានបញ្ហាជំងឺបេះដូងมันសំខាន់តែលើអ្នកមានបញ្ហាបេះដូងរីកឬបេះដូងចំហឬក៏ខ្សោយបេះដូងទេបងប្អូនត្រូវតែតមដៃខាត់ចំពោះសារជាតិផ្អែមសារជាតិផ្អែមនោះมันសំខាន់ទៅលើភេសជ្ជៈគ្រឿងកំប៉ុងអ្វីផ្សេងទេបាទសំបីតែផ្លែឈើដែលមានរសជាតិផ្អែមនោះក៏បងប្អូនត្រូវតែតមដែរបងប្អូនមិនចង់បើបងប្អូនមិនចង់ធ្វើឲ្យជំងឺនោះវិវត្តលឿនឆាប់រហ័សឬក៏ធ្វើទុកខ្លាំងធ្ងន់ធ្ងរចំពោះអ្នកមានបញ្ហាជំងឺបេះដូងដែលគាត់ធ្ងន់ធ្ងរហ៊ានទៅដាក់ផ្អែមសារជាតិផ្អែមមកកំប៉ុងទៅពេលខ្លះអាចបាត់បង់ជីវិតនៅពេលដែលហូបហើយ5ដល់10នាទីក៏មានដែរអានេះវាជាបទពិសោធន៍របស់ខ្ញុំជួបផ្ទាល់តែម្ដងបាទហើយបើចំពោះពេទ្យប្រហែលគេមិនអាចឲ្យតមទេប៉ុន្តែអ្វីដែលខ្ញុំដឹងគឺខ្ញុំដឹងអំពីបទពិសោធន៍អ្នកជំងឺហើយបងប្អូនចង់ដឹងបងប្អូនអាចពិសោធន៍ទៅលើអ្នកជំងឺបេះដូងរីកក្តោយបេះដូងណាក៏ដោយឲ្យតែមានបញ្ហាបេះដូងបងប្អូនពិសោធន៍ឲ្យគាត់ហូបបង្អែមមួយចានទៅហើយចាំមើល5ដល់10នាទីក្រោយតែគាត់មានអាការៈដូចមិនដែរបាទហើយចំពោះអ្នកមានអាសាររបបអាហារមួយទៀតគឺប្រៃសារជាតិប្រៃក៏យើងត្រូវតែតមដែរបើប្រៃខ្ពស់ណាយើងអាចស្លមកល្មមហូបតិចតួចបានណាមិនហាមឃាត់ទេល្មមបាទប៉ុន្តែកុំឲ្យប្រៃពេកបាទចំពោះននងក៏ជាសារជាតិមួយដែលជំងឺធ្ងន់ធ្ងរដែលខ្ញុំធ្លាប់ជួបមកគឺត្រូវតែតមជាដាច់ខាតបងប្អូនណាព្រោះមិនដឹងថាននងមានសារជាតិអីទេគាត់ធ្វើទុកនឹងព្យាបាលដាក់ថ្នាំអ្វីក៏មិនសូវត្រូវទី2តាពាំងនេះគឺតមតាំងពីបរមកាលណាមកហើយបាទតែប៉ុណ្្នឹងទេបងប្អូនណាហើយសណ្ដែកដីនិងទៅដោះគោឆៅបាទនេះសិតតែអាហាររបបចំពោះអ្នកមានបញ្ហាជំងឺបេះដូងត្រូវតែតមចំពោះសាច់ត្រីសាច់គោសាច់មាន់សាច់ទាសាច់ក្របីគឺបងប្អូនហូបបានទាំងអស់អត់តមទេបងប្អូនណាតមតែរសជាតិផ្អែមនិងប្រៃតែប៉ុណ្ណោះបាទហើយបន្លែតែ2-3មុខដែលខ្ញុំជម្រាបខាងលើមិញចំពោះបងប្អូនចង់បាននៅឱសថសម្រាប់ព្យាបាលជំងឺបេះដូងរីកបេះដូងចំហឬក៏ខ្សោយបេះដូងបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទរត់នៅលើអេក្រង់នេះបានបើមានចំណាប់អារម្មណ៍ណាហើយជំងឺទាំងអស់នេះគឺយើងអាចមើលព្យាបាលណាបងប្អូនណាហើយបងប្អូនមិនជឿឱសថលើផ្នែកឱសថបុរាណបងប្អូនអាចមកយកឱសថទៅព្យាបាលមកជាចាំគិតថវិកាក៏បានដែរបាទអញ្ចឹងកុំឲ្យវីដេអូកាន់តែវែងឆ្ងាយខ្ញុំគ្រូឱសថបុរាណបាទខ្ញុំសូមជម្រាបលាពុកម៉ែបងប្អូនអរគ្នាបាទសូមអរគុណសូមជម្រាបលា